ម្ចាស់ហាងគាត់រៀបចំប្រម៉ូសិននេះមកគឺមិនឲ្យមានអ្នកធ្វើដូចនៅកន្លែងរបស់គាត់នេះគាត់លក់ម្ហូបមួយមុខគាត់ថែមឲ្យ Tiger មួយកេះបងប្អូនមួយកេះពេញមកណាអញ្ចឹងបើសិនជាបងប្អូនកំង5មុខគឺយើងបាន5កេះហើយអញ្ចឹងយើងអាចហូបជុំគ្នាបានសេរី4 10នាក់អីមួយអែមហើយសម្រាប់មួយមុខរបស់គាត់នេះគឺតម្លៃ$20បងប្អូនហើយដូចបងប្អូនឃើញកាធាយរបស់គាត់អាពងចេះ$20ថែមស្រាមួយកេះអញ្ចឹងម្ហូបនេះនៅសល់តែដូចជា20000នៃជាងទេមួយឆ្នាំនេះណាហើយម្ហូបនៅកន្លែងរបស់គាត់នេះជាប្រភេទបែបលក្ខណៈឆ្នាំងភ្លើងចេះទាំងអស់បងប្អូនឃើញនេះមានត្រីចំហុយទឹកស៊ីអ៊ីវចេះមានត្រីបឹងកឆែតមានត្រីដុតអំបិលអីហ្នឹងសុទ្ធតែដាក់ឆ្នាំងភ្លើងមកក្តៅរហូតហាងរបស់គាត់នេះឈ្មោះថា Comment Restaurant បងប្អូននៅម្ដុំខាងស្តុបចកាម៉នណាបើសិនជាពុកម៉ែបងប្អូនជិះតាមផ្លូវមកស៊ីតុងឆ្លងស្តុបបង្គោលមកគឺយើងជិះប្រហែលជា200ម៉ែត្រទេគឺនៅស្ដាំដៃបងប្អូនជិតដល់ស្តុបចកាម៉នណាប៉ុន្តែបើយើងមកពីស្តុបចកាម៉នមកវិញប្រហែលជា100ម៉ែត្រទេនៅឆ្វេងដៃហ្នឹងទល់មុខនៅ I1 ហ្នឹងហ្មងអត់ពិបាករកទេហើយទីតាំងម្ដុំនេះមិនសូវមានហាងបែបលក្ខណៈចេះទេសម្រាប់ពុកម៉ែបងប្អូនដែលគាត់ធ្វើការនៅម្ដុំនេះគឺត្រូវហើយនៅហាង Comment នេះគឺគាត់មានសាខាច្រើនណាបងប្អូនពាក់ព័ន្ធជាមួយនឹងឯកទេសខាងកាធាយហាងរបស់គាត់មាន share មាន like restaurant អីហ្នឹងគឺល្បីរឿងកាធាយឆ្ងាញ់ហើយ Comment នេះក៏ជាហាងរបស់គាត់ដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលជាមួយបោះ share បោះ like អីអាចមកម្ដុំចកាម៉ននេះបាននេះជាហាងថ្មីរបស់គាត់ចង់កាធាយខ្ទឹមសក៏បានកាធាយចំហុយឬមួយក៏កាធាយឆាចិនសែរបស់គាត់នឹងសុទ្ធតែទំនងការវាយគ្រឿងឆាកាធាយរបស់ចុងភៅរបស់គាត់នៅក្នុងហាងណាគឺជំនាញគឺគាត់ដាក់មកគឺអត់មានឲ្យធំក្លិនឆ្អាបឆ្អេះទេហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់អត់ចេះកាធាយគាត់អាចនេះកំងប្រភេទត្រីបឹងកឆែតចេះក៏បានមានត្រីចំហុយទឹកស៊ីអ៊ីវត្រីចំហុយផ្សេងឬមួយក៏ត្រីដុតអំបិលអីហ្នឹងក៏បានដែរគាត់មានជំរើសឲ្យយើងច្រើនប៉ុន្តែម្ហូបរបស់គាត់ដូចបងប្អូនឃើញភាគច្រើនសុទ្ធតែដាក់ឆ្នាំងភ្លើងយើងលើកមកដល់លើតុអញ្ចឹងមកដុតអកុលពុះក្រាក់អញ្ចឹងមកញ៉ាំឆ្ងាញ់នៅលើតុណាអានេះគឺយើងអាចថែមរហូតក្តៅរហូតតទៅអស់ម្ហូបហើយដូចបងប្អូនឃើញនៅកន្លែងរបស់គាត់នេះគឺស្អាតការរៀបចំយើងមើលពីលើមកអង្គុយញ៉ាំអីអញ្ចឹងទៅមើលឃើញគេជិះម៉ូតូជិះនៅលើផ្លូវហើយពេលយប់ឡើងក៏គាត់មានជាលក្ខណៈ acoustic អីចឹងទៅមានអ្នកច្រៀងកំដរតិចចឹងទៅយើងញ៉ាំអីលក្ខណៈឈៀលអីចេញពីធ្វើការហើយភ្ញៀវរបស់គាត់ច្រើនបងប្អូនដូចបងប្អូនឃើញសុទ្ធតែជាលក្ខណៈអ្នកធ្វើការធ្វើអីគាត់ចេញពីធ្វើការងាយឡើងអីចឹងណាហើយពិសេសសម្រាប់ប្រុសគាត់ចូលចិត្តមកញ៉ាំកាធាយនៅនេះហើយដឹងស្រាប់បងប្អូនកាធាយបើណាចឹងហើយពុកម៉ែបងប្អូនអាចមកបានខ្ញុំជឿថាតម្លៃនេះអាចថាជាតម្លៃធូរហើយបងប្អូនស្ដាប់មើលទៅមួយចាន$20រៀងគិតថាថ្លៃប៉ុន្តែបើសិនជា$20ហើយថែមស្រាប់វា Tiger របស់គាត់មួយកេះនេះយើងគិតទៅដូចជាចូល50000ជាង60000បាត់ហើយហ្នឹងនៅម្ហូបមួយមុខទៀតមួយឆ្នាំងនេះធំបងប្អូនដូចត្រីអីនេះចូលទៅតែ1គីឡូអីរបស់គាត់ហើយមិនថាត្រីមិនថាកាធាយណាធំមែនតើអញ្ចឹងខ្ញុំគិតថាម្ហូបអីតែ20000នេះជាងតិចតួចទេបើ Tiger នេះឡើង5-60000នេះបាត់ហើយហ្នឹងអញ្ចឹង$20មានអីថ្លៃបងប្អូនអានេះបើយើងមកជាលក្ខណៈគ្រួសារមានកម្មវិធីជប់លៀង birthday អីគឺយើងកំងម្ហូបកន្លែងរបស់គាត់នេះតែ5មុខទេអស់តែ$100ទេបងប្អូនបានស្រា5កេះញ៉ាំមួយសេរីអញ្ចឹងពុកម៉ែបងប្អូនអាចមកបាននៅម្ដុំខាងស្តុបចកាម៉នចាំខ្ញុំដាក់ទីតាំងព័ត៌មានបិទឲ្យបងប្អូនដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកម្លែកឲ្យគុណបងប្អូនជំរាបលាបាយ